មានបរិះម្នាក់មានកូនប្រុស4នាក់បានសិក្សាវិជ្ជា4បាត់ស្ទាត់ជំនាញរៀងខ្លួនគឺម្នាក់ចេះស៊ីម្នាក់ចេះដេកម្នាក់ចេះកាត់ក្តីម្នាក់ទៀតចេះចង់ស្រីឪពុកក៏យកកូនទាំង4នាក់នោះទៅថ្វាយស្ដេចក្រាបអំពីវិជ្ជានីមួយៗក្នុងខណៈដែលថ្វាយនោះស្ដេចទ្រង់រក្សាទទួលទុកថ្ងៃមួយស្ដេចទ្រង់ពិសោធន៍បុរសម្នាក់ដែលចេះស៊ីជាមុនឲ្យគេរៀបភោជនាហារជាច្រើនមុខស្ដេចដួសទឹកឆៅមួយក្រចកដាក់ទៅក្នុងចានសម្លមួយហើយទ្រង់ប្រាប់ទៅបុរសនោះថាឲ្យស៊ីភោជនាហារគ្រប់មុខបុរសនោះក៏បរិភោគតាមព្រះរាជបញ្ជាដល់ទិញសម្លមួយមុខដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះបុរសនោះមិនបរិភោគស្ដេចសួរបុរសនោះថាហេតុម្ដេចបានជាចៅឯងមិនបរិភោគសម្លនេះបុរសនោះក្រាបទូលថាសម្លនេះមានទឹកឆៅមួយក្រចកនៅក្នុងនោះបានជាទូលព្រះបង្គំជាខ្នឹងមិនទទួលព្រះរាជទានស្ដេចនឹកក្នុងប្រតិថាបុរសនេះចេះវិជ្ជាខាងស៊ីស្ទាត់មែនអំពីនោះទៅស្ដេចទ្រង់ពិសោធន៍បុរសចេះដេកទៀតទ្រង់ឲ្យរៀបទីកន្លែងយ៉ាងស្អាតមានពូកកម្រាលក្រាលពីលើស្ដេចយកសក់មួយសរសៃទៅដាក់ក្រោមកម្រាលពូកនោះដល់ពេលយប់ទ្រង់ហៅបុរសនោះឲ្យទៅដេកបុរសព្រះដេកទៅក្រោកឡើងវិញភ្លាមស្ដេចទ្រង់សួរថាហេតុម្ដេចបានជាដេកហើយក្រោកឡើងវិញបុរសនោះក្រាបទូលថាមានសក់មួយសរសៃនៅក្នុងដំណាក់នោះបានជាទូលព្រះបង្គំជាខ្ញុំក្រោកស្ដេចទ្រង់នឹកសរសើរក្នុងព្រះទ័យថាបុរសនោះស្ទាត់ខាងវិជ្ជាដេកប្រកបមែនថ្ងៃមួយមានបុរសម្នាក់ស្លាប់នៅកណ្ដាលវាលគ្មានភិនភាកស្លាកស្នាមអ្វីនៅរូបកាយនោះសោះស្ដេចទ្រង់បង្គាប់ឲ្យតុលាការមុខក្រសួងស៊ើបសួររកហេតុនោះក៏ពុំឃើញទ្រង់ព្រះវិតកនឹងព្រះរាជហឫទ័យទ្រង់នឹកឃើញបុរសដែលចេះវិជ្ជាខាងផ្លូវតុលាការនោះក៏មានព្រះរាជអង្គការឲ្យហៅចូលមកហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរករឿងពិរុទ្ធនោះបុរសនោះសូមព្រះរាជអនុញ្ញាតអំណាចក្នុងវេលាដែលស៊ើបសួរយកការនោះស្ដេចក៏ព្រះរាជទានពរតាមសុំបុរសនោះចេញទៅដល់ទីកន្លែងមនុស្សស្លាប់នោះចាត់ការហៅអ្នកស្រុកមកប្រជុំមិនឲ្យមានសល់ម្នាក់ហើយបុរសនោះហាមប្រាមថាក្នុងវេលាថ្ងៃស្អែកនេះមិនឲ្យអ្នកណាទៅណាមកណាក្រៅពីភូមិខ្លួនទេឲ្យទាំងអស់គ្នាទាំងប្រុសទាំងស្រីចាស់ក្មេងចូលទៅមើលគេធ្វើបុណ្យរំលាយសពបុរសអនាថាដែលស្លាប់នៅកណ្ដាលវាលស្រែលើកតែមនុស្សខ្វះខ្វិនចេញខណៈដែលរៀបចំរំលាយសពនោះបុរសជាអ្នកស៊ើបសួរបានចាត់មនុស្សជាច្រើនអ្នកដែលបានពន្យល់ពីកិច្ចហេតុដែលយកការនៅក្នុងរឿងនោះបើឃើញឈ្មោះណាប្រកបនឹងកិច្ចដែលបានពន្យល់នោះឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនជានាយមួយរំពេចពេលភ្លើងឆេះពេញកម្លាំងមានស្រីក្មេងម្នាក់ស្រក់ទឹកភ្នែកច្រោកបុរសជាអ្នកគយន្តមើលហេតុក៏នាំយកខ្លួននាងនោះទៅប្រគល់ឲ្យនាយខ្លួនបុរសជានាយយកខ្លួននាងនោះទៅស៊ើបសួរដំណើរដែលនាងយំនោះដោយយោបល់ដល់ល្អិតនាងនោះរកផ្លូវកិច្ចកែដោះសារទៅពុំបានក៏ប្រាប់បុរសនោះថាខ្លួននាងបានសាហ័យនឹងបុរសដែលស្លាប់ទើបនឹងបានគ្នានៅយប់ដែលស្លាប់នោះហើយថាដំណើរដែលស្លាប់នោះគ្មានអ្នកណាវាដំធัวបាបអ្វីទេគឺវេលាចូលដំណែនបុរសនោះប្រែនាងឲ្យទៅរកទឹកមកឲ្យផឹកនាងមិនហ៊ានចេញទៅដងទឹកឯក្រៅដោយខ្លាចឪពុកដឹងក៏យកផ្ដឺត្រង់ទឹកភ្លៀងដែលហូរធ្លាក់តាមរងស្បឺប្រុកផ្ទះនោះឲ្យផឹកលុះផឹកហើយក៏បណ្ដាលឲ្យដល់មរណៈក្នុងខណៈនោះទៅបុរសដែលជាអ្នកស៊ើបសួរក៏យល់ច្បាស់ក្នុងចិត្តថានាងនេះមិនមានសន្តានចិត្តជាដុចរិតនឹងបុរសដែលស្លាប់នោះទេព្រោះទើបស្រឡាញ់គ្នាបានជួបគ្នានៅខណៈនេះការនេះប្រកាសជាមានសត្វអសេរពះអ្វីនៅលើដំបូលផ្ទះនោះបានជាបណ្ដាលឲ្យបុរសនោះស្លាប់ទើបបុរសជានាយចាត់ឲ្យមើលលើដំបូលផ្ទះនោះឃើញពស់អ្នកគិរាតមួយនៅចំពីលើល្វែងដែលនាងនោះដេកបុរសជានាយក៏ឲ្យវាយពស់អ្នកគិរាតនោះយកមកថ្វាយស្ដេចក្រាបទូលតាមដំណើរហើយដោះលែងនាងនោះទៅដោយវិនិច្ឆ័យថាហេតុដែលបណ្ដាលឲ្យបុរសនោះស្លាប់មកអំពីផឹកទឹកភ្លៀងលាយដោយពឹសពស់អ្នកគិរាតដែលនាងនោះត្រង់មកឲ្យផឹកដោយអេតចេតនាស្ដេចក៏ទ្រង់សរសើរថាបុរសជានាយចេះស្ទាត់ខាងការស៊ើបសួរខាងផ្លូវតុលាការមែនថ្ងៃមួយក្រោយមកមានសេដ្ឋីម្នាក់ស្លាប់សេដ្ឋីនោះមានប្រពន្ធក្មេងល្អនាងនោះបិចដោះថាមិនយកប្តីទៀតទេដំណឹងនោះជ្រាបដល់ស្ដេចទ្រង់ឲ្យអ្នកមឿនសពមុខមន្ត្រីទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះអ្នកមឿនទៅអស់ទៅចង់មិនបានស្ដេចទ្រង់គិតថានាងនេះប្រហែលជាមិនយកប្តីដោយដំណឹងដែលទ្រង់ជ្រាបនោះមែន
តែទ្រង់គិតក្នុងព្រះរាជហឫទ័យថាអ្នកមឿនសពមុខមន្ត្រីទាំងអស់នោះប្រហែលជាមិនពេញសេចក្តីប្រាថ្នានាងមេម៉ាយបើអង្គអញប្រហែលជានាងនេះព្រមក៏ទ្រង់យ៉ាងទៅផ្ទះមេម៉ាយនោះហើយទ្រង់ឲ្យប្រាប់នាងថាល្ងាចនេះទ្រង់នឹងមកផ្ទុំនឹងនាងឲ្យនាងរៀបចំទីកន្លែងចាំទទួលនាងមេម៉ាយក៏ទទួលព្រះរាជអង្គការពេលល្ងាចនាងរៀបក្រឡាព្រះបន្ទុំហើយតែងស្រីបម្រើម្នាក់ដែលមានកោតស្រែងនៅខ្លួនរចនាដោយគ្រឿងប្រដាប់សម្រាប់តាក់តែងរូបកាយស្រីគឺគ្រឿងមាសពេជ្រនិងគ្រឿងក្រអូមគ្រប់ប្រដាប់ហើយឲ្យនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទុំដែលរៀបចំទទួលស្ដេចតាមព្រះរាជអង្គការដល់ស្ដេចយ៉ាងមកដោយទ្រង់មិនបានគិតពិនិត្យសពគ្រប់ទ្រង់ក៏យល់ថាទីនេះជាទីសម្រាប់នាងមេម៉ាយមែនបានជាមនុស្សទាំងឡាយមិនហ៊ានមកនៅទីនេះទ្រង់ក៏ដាក់ព្រះហង្សគង់អែបដោយសម្គាល់ថានាងមេម៉ាយទ្រង់ផ្ទុំជាមួយនាងនោះរួចហើយទ្រង់កំណត់ព្រះចិន្តាថាអញមកចង់នាងនេះបានហើយដើម្បីឲ្យបានជាផតតាំងដោយភ្នែកញាក់ផងទាំងពួងស្ដេចក៏ទ្រង់កម្មថ្ពាល់នាងនោះជាសម្គាល់រួចទ្រង់យ៉ាងមកព្រះបរមរាជវាំងវិញទ្រង់មានព្រះរាជអង្គការផ្ដាំថាព្រឹកស្អែកនេះឲ្យនាងចូលទៅគាល់ស្ដេចកុំខានទ្រង់យ៉ាងទៅដល់ព្រះបរមរាជវាំងទ្រង់ក៏មានព្រះរាជអង្គការប្រាប់អស់នាមឿនសពមុខមន្ត្រីថាព្រះអង្គយ៉ាងទៅចង់នាងនោះបានមានទាំងសម្គាល់ស្នាមព្រះទុននៅថ្ពាល់នាងនោះផងហើយទ្រង់បានប្រាប់ឲ្យចូលមកគាល់ក្នុងវេលាព្រឹកនេះឲ្យនាមឿនសពមុខមន្ត្រីទាំងអស់ចាំមើលដល់នាងមេម៉ាយចូលមកគាល់យកទាំងស្រីបម្រើដែលតាក់តែងកាយទទួលស្ដេចពីយប់នោះមកជាមួយផងលុះចូលមកគាល់ក៏អង្គុយតាមមុខក្រោយនាងមេម៉ាយអង្គុយមុខស្រីបម្រើអង្គុយក្រោយស្ដេចឲ្យអ្នកមឿនទៅពិនិត្យមើលនៅកន្លែងសម្គាល់ដែលទ្រង់បានប្រាប់ហើយនោះលក់ភ្នាក់ងារដែលទទួលព្រះរាជអង្គការទៅពិនិត្យត្រឡប់មកក្រាបទូលស្ដេចវិញថានាងអង្គុយក្រោយមានស្នាមនៅថ្ពាល់ជាសម្គាល់ដោយធ្មេញឯនាងមេម៉ាយគ្មានស្នាមអ្វីជាសម្គាល់ទេស្ដេចក៏ទូលព្រះរាជហឫទ័យដោយសេចក្តីមិនបានពិនិត្យជាមុនក៏ព្រះអង្គទ្រង់ចិន្តានត្រិះរិះទៅឃើញថានាងនេះជាស្រីមានប្រាជ្ញានឹងរកអ្នកណាទៅចង់នាងពុំបានទ្រង់នឹកដល់បុរសដែលជាអ្នកស្ទាត់ខាងចង់ស្រីក៏មានព្រះរាជអង្គការឲ្យចូលទៅគាល់ស្ដេចក៏មានព្រះរាជអង្គការសួរទៅបុរសនោះថាឯងទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីបានឬទេបើបងឯងត្រូវការវត្ថុអ្វីយើងឲ្យឯងទាំងអស់បុរសនោះក្រាបទូលថាទទួលតាមបន្ទាល់ដោយមិនបាច់យកវត្ថុជាឧត្តមទៅទេសូមតែសម្ពុតផាដិបសចាស់យកទៅស្លៀកពាក់និងឆ្អឹងគោមួយថោវែកខ្ជាប់នឹងខ្លួនប៉ុណ្ណោះបានហើយឯនាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីវេលាដែលត្រឡប់ពីគាល់ស្ដេចទៅវិញក៏រៀបសាលាធ្វើបុណ្យខ្មោចសេដ្ឋីជាប្តីរំលាយសពជាស្រេចរើសធាតុយកមកខ្ចប់តម្កល់លើសាលាធ្វើបុណ្យឆ្លងវេលាយប់នោះបុរសបេទទួលព្រះរាជអង្គការបានទៅដល់លើសាលាដែលនាងមេម៉ាយធ្វើបុណ្យខ្មោចប្តីដែលនឹងហើយស្រេចនៅវេលាព្រឹកស្អែកនោះដល់ហើយធ្វើជាយំសោកនឹងខ្មោចប្រពន្ធខ្លួនស្លាប់មានសេចក្តីទុក្ខយ៉ាងខ្លាំងដោយមានទាំងធាតុស្ពាយជួបនឹងខ្លួនជាសម្គាល់ថងបណ្ដាលឲ្យអស់ញាក់ជាពួកក្រុមនាងមេម៉ាយដែលនៅលើសាលានោះទាំងប៉ុន្មានមានសេចក្តីឆ្ងល់ផន់ភាំងគ្រប់គ្នាសួរទៅបុរសនោះថាហេតុម្ដេចបានជាអ្នកឯងមកយំសោកបោកខ្លួនប្រាណលើទីនេះខ្លាំងម្ល៉េះបុរសនោះប្រាប់ទៅអ្នករក្សាសាលានោះថាខ្ញុំឃើញគេធ្វើបុណ្យខ្មោចលោកសេដ្ឋីនោះខ្ញុំនឹកដល់ខ្មោចប្រពន្ធខ្ញុំដែលស្លាប់ជាយូរហើយនោះឃ្លាមក៏បណ្ដាលឲ្យសង្វេគនឹងទុក្ខវេទនានឹងការប្រាត់ប្រាសជាថ្មីមួយជាន់ទៀតតាំងពីប្រពន្ធស្លាប់ទៅនោះខ្លួនខ្ញុំលែបាំងការងារចោលអស់ស្ពាយតែធាតប្រពន្ធដាវដោយសេចក្តីអាឡោះអាល័យហើយបុរសនោះសូមអ្នកចាំសាលាអ្នកស្នាក់មួយយប់បុរសដែលចាំសាលាមិនហ៊ានសម្រេចដោយខ្លួនឯងក៏យកសេចក្តីនោះទៅជម្រាបនាងមេម៉ាយជាចៅផៃតាមដំណើរដែលបុរសនោះអធិប្បាយអំពីសេចក្តីកំសត់របស់ខ្លួនហើយសូមសាលាស្នាក់នាងមេម៉ាយមានចិត្តអាណិតដល់បុរសកំសត់ដែលមានទុក្ខព្រាត់ប្រាសប្រពន្ធនោះក៏យល់ព្រមឲ្យស្នាក់ហើយបង្គាប់ទៅមនុស្សបម្រើឲ្យរៀបអាហារភោជនាឲ្យទានបុរសនោះផងលុះយប់នាងមេម៉ាយទៅស្ដាប់ធម៌ទេសនាឆ្លងបុណ្យខ្មោចប្តីនៅលើសាលាដែលតម្កល់ធាតុនៅនោះឯបុរសចង់ស្រីក៏សំងំធួយជាដេកលក់ទៅនាងមេម៉ាយស្ដាប់ធម៌ទេសនាចាប់ត្រឡប់មកផ្ទះវិញបុរសជាអ្នកចង់ស្រីឃើញឱកាសស្ងាត់ល្អក៏លួចយកធាតុប្រពន្ធខ្លួនទៅដាក់ប្រពធាតុសេដ្ឋីជាប្តីនាងមេម៉ាយលុះដល់ព្រឹកឡើងនាងមេម៉ាយចូលដល់សាលាបុរសនោះក៏ស្រែកយំយ៉ាងខ្លាំងថាអ្នកណាលួចធាតុប្រពន្ធខ្ញុំបាត់នាងមេម៉ាយឆ្ងល់ក៏សួរបុរសនោះថាហេតុម្ដេចបានជាអ្នកឯងយំខ្លាំងម្ល៉េះបុរសនោះប្រាប់ទៅនាងមេម៉ាយវិញថាអ្នកណាលួចធាតុប្រពន្ធខ្ញុំបាត់ហើយចោទប្រកាន់ទៅលើរូបនាងមេម៉ាយថាខ្មោចប្តីនាងមេម៉ាយលួចធាតុប្រពន្ធគាត់ទៅ
នាងមេម៉ាយមានសេចក្តីអន់ចិត្តនឹងបុរសចោទប្រកាន់ខ្មោចប្តីខ្លួនថាជាមនុស្សមានចិត្តសប្បុរសចំពោះប្រពន្ធបន្តិចបន្តួចសោះគ្នាកំពុងកើតទុកនឹងខ្លួនហ៊ានទៅលួចប្រពន្ធគេយកមកបញ្ជើនៅមុខនាងជាអុកជាទុកគិតសពទៅក៏ទទួលព្រមយកបុរសនោះធ្វើជាប្តីជាសេចក្តីផ្កើនតបឲ្យទល់ពុតទៅនឹងខ្មោចប្តីខ្លួនវិញដែលហ៊ានខូចលួចប្រពន្ធបុរសនោះទៅចំណែកបុរសនោះដល់បាននាងមេម៉ាយជាប្រពន្ធ 3-4 ថ្ងៃក៏បបួលគ្នាទៅគាល់ស្ដេចឯស្ដេចនឹងអ្នកមឿនសពមុខមន្ត្រីបានទូតបានឃើញក៏មានសេចក្តីសរសើរចំពោះបុរសនោះថាជាអ្នកមានវិជ្ជាចេះចង់ស្រីប្រកបមែន